មនុស្សយើងនៅពេលដែលចំណាយលុយវាមិនសូវជាគ្រោះថ្នាក់អីប្រហែលទេប៉ុន្តែអ្វីដែលគ្រោះថ្នាក់ខ្លាំងបំផុតគឺការចំណាយពេលវេលានៅក្នុងជីវិតរបស់យើងអ្នកខ្លះរវល់មួយថ្ងៃគឺរវល់ច្រើនមែនទេប៉ុន្តែនៅពេលសម្រេចលទ្ធផលការងារគឺអត់មានពេលខ្លះវាមិនមែនយើងគ្មានសមត្ថភាពទេប៉ុន្តែមកពីយើងចំណាយពេលវេលាហ្នឹងវាខុសទិសដៅរបស់យើងអ្នកខ្លះគាត់លក់អនឡាញប៉ុន្តែគាត់ល្អូថាលក់មិនដាច់ទេលក់មិនបានទេទីផ្សារចង្អៀតណាស់អ្នកលក់ច្រើនប៉ុន្តែមួយថ្ងៃគាត់ចំណាយពេលវេលាច្រើនមែនទែនទៅលើរឿងអត់ប្រយោជន៍ទៅលើបណ្ដាញសង្គមអ្នកណាហែកហួរគ្នាអ្នកណាឡាយបកអាក្រាតពីគ្នាគឺយើងដឹងទាំងអស់ប៉ុន្តែចំណេះដឹងនៅក្នុងការរលុយនៅលើបណ្ដាញសង្គមចំណេះដឹងរលុយជាមួយផលិតផលដែលយើងកំពុងកាន់កាប់យើងអត់សូវខ្លាំងទេគេថានៅពេលដែលយើងចំណាយពេលដើរតាមរុយអ្នកនឹងជួបប្រគុណនៅពេលដែលអ្នកចំណាយពេលដើរតាមឃ្មុំអ្នកនឹងជួបផ្កាគ្រប់យ៉ាងគឺវាកើតចេញពីការចំណាយពេលវេលារបស់យើងជាមួយនឹងរឿងមានប្រយោជន៍ឬអត់ប្រយោជន៍ទេជីវិតរបស់យើងក៏ដូចគ្នាមួយថ្ងៃ24ម៉ោងបើសិនជាបងប្អូនចំណាយពេលវេលាទាំងអស់ទៅលើរឿងអត់ប្រយោជន៍មិនយូរទេជីវិតយើងនឹងអត់ប្រយោជន៍ទៅតាមនឹងដែរហើយកុំបន្ទោសព្រំលិខិតកុំបន្ទោសអ្នកនេះអ្នកនោះរឿងខ្លះមកពីយើងបណ្ដោយឲ្យជីវិតរបស់យើងចំណាយពេលវេលាជាមួយនឹងរឿងអត់បានការជឿជាន់នៅក្នុងជីវិតពេលវេលានេះខ្លីមែនតើកុំមានអារម្មណ៍ថាខ្លួនឯងនៅក្មេងទៀតថ្មិចបើក30ថ្មិចបើក50ចំណាយ